សួស្តីបងប្អូនអរគ្នាថ្ងៃនេះvừaបញ្ជុំគ្នាស្អីថ្មីនៅវីដេអូរបស់ខ្ញុំម៉ាត់រៀនកុំព្យូទ័រ free បាទថ្ងៃនេះខ្ញុំមានមេរៀនមួយចង់ប្រាប់បងប្អូនទាំងអស់គ្នាពីរបៀបប្រើប្រាស់ពីរបៀបលេង style ពណ៌អក្សរហ្នឹងហើយការលេង style ពណ៌អក្សរក៏ជាបែបតាក់ទាញមួយយ៉ាងនៅក្នុងអត្ថបទរបស់យើងទៅសេដែរហ្នឹងហើយបងប្អូនអរគ្នាឧទាហរណ៍ឥឡូវខ្ញុំលេង style ពណ៌អក្សរហ្នឹងបើបងប្អូនចង់លេង style ពណ៌អក្សរបានគឺយើងអាចដំបូងយើង select នៅលើអក្សរដែលយើងចង់លេង style ហ្នឹងមកហើយបងប្អូនមកមើលពាក្យថាកន្លែងនេះ font ហ្នឹងហើយបងប្អូនឃើញពណ៌នៅកន្លែងនេះទេតែយើងអត់មើលពីនេះទេគឺយើងអាចរើសនៅកន្លែងអក្សរ A ដែលពណ៌ក្រហមពីឆ្នូតក្រហមពីក្រោមហ្នឹងហើយណាវាមានពណ៌ច្រើនហើយយើងអាចជ្រើសរើសវាមានពណ៌សគឺដាក់ទៅបាត់តែម្ដងពណ៌ខ្មៅពណ៌ប្រផេះពណ៌រៀងបែបខៀវប្រផេះនេះគឺពណ៌ខៀវរាងខ្ចីពណ៌ខៀវរាងខ្ចីហើយមិនមែនមានតែលើហ្នឹងទេក៏មានបែបនៅក្រោមនេះគឺយើងអាចសេរីពណ៌តាមបែបខ្សោយខ្លាំងតាមហ្នឹងទៅហ្នឹងហើយបងប្អូនអរគ្នាហើយខាងក្រោមនេះក៏វាមានច្រើនបែបយ៉ាងដែរហើយបងប្អូនអត់ស្រឡាញ់ពណ៌ហ្នឹងទេគឺយើងអាចលេង style ពណ៌នៅកន្លែង more color ហ្នឹងមកគឺយើងអាចជ្រើសរើសបន្ថែមបានទៀតហ្នឹងហើយយើងអាចជ្រើសរើសពណ៌រៀងមើលទៅបែបสีชมพูមើលក៏អីយ៉ាងណាបងប្អូនហ្នឹងហើយឧទាហរណ៍ខ្ញុំចង់ដាក់ពណ៌រៀងខៀវទឹកសមុទ្រនេះហ្នឹងហើយចឹងអាចអូខេមកគឺវាលោតពណ៌រៀងខៀវទឹកសមុទ្រឲ្យយើងហ្នឹងហើយអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាបងប្អូនទាំងអស់គ្នា